មនុស្សជាច្រើនធ្វើសាច់ជ្រូកស្ងោរនៅផ្ទះទាំងស្ងោរវាឲ្យឆ្អិនជាមុនសិនឬដាក់វាចូលក្នុងឆ្នាំងដោយផ្ទាល់ការចៀនតាមពិតទៅវិធីទាំងពីរនេះគឺពេលថ្ងៃនេះខ្ញុំនឹងចែករំលែករឿងពិសេសមួយវិធីសាស្ត្រតជាក់ស្ដែងផ្សេងទៀតធានាសាច់ជ្រូកស្ងោរដែលអ្នកធ្វើមានខ្លាញ់ពេកមិនស្អិតមិនស្ងួតមិនប្រៃទន់ភ្លន់និងមានរសជាតិឆ្ងាញ់វាទន់ដូចតៅហ៊ូថ្ងៃនេះខ្ញុំបានទិញពីក្នុងតម្លៃ18យ៉នខ្ញុំបានទិញសាច់ជ្រូក3ជាន់1ផោនខ្ញុំមិនដឹងថាខ្ញុំបានចំណាយតម្លៃប៉ុន្មាននៅកន្លែងដែលអ្នករស់នៅ1ផោនសម្រាប់ធ្វើសាច់ជ្រូកស្ងោរសាកល្បងជ្រើសរើសសាច់ជ្រូកប្រភេទនេះវាមាន3ស្រទាប់ព្រោះសាច់ប្រភេទនេះមានជាតិខ្លាញ់ការរួមបញ្ចូលគ្នានៃផ្នែកគ្មានខ្លាញ់និងផ្នែកដែលមានជាតិខ្លាញ់ប្រសើរក្នុងការបន្តជាមួយទឹកស្អាតដាក់អំបិល1ស្លាបព្រាបាយរួចចាក់ចូលបន្ថែមទឹកខ្មេះពណ៌សបន្តិចរួចកូរវាចូលគ្នាលាយឲ្យសព្វល្អរួចដាក់សាច់ជ្រូកចូលត្រាំវារយៈពេល10នាទីទាំងអំបិលនិងទឹកខ្មេះពណ៌ស្អាតមានឥទ្ធិពលក្នុងពេលជាមួយគ្នានេះវាក៏មានប្រសិទ្ធភាពក្នុងការលុបបំបាត់ជាតិស្អុយទឹកអស់ហើយវាទន់ភ្លន់ជាពិសេសនិងងាយស្រួលស្រូបយកភ្លក់មើលលាងជម្រះឲ្យស្អាតរួចស្រង់ទឹកចេញស្ងួតទឹកដាក់ខ្ទះដោយផ្ទាល់ដោយមិនប្រើប្រេងដាក់សាច់ជ្រូកចេញច្រាំចូលរួចបើកភ្លើងមធ្យមទៀតកូរឲ្យយឺតរហូតដល់វាឡើងដល់ផ្ទៃនេះស្បែកមានពណ៌ត្នោតបន្តិចវានឹងមានរសជាតិឆ្ងាញ់ជាងកុំចាក់ប្រេងដែលចេញមកចេញនៅសល់ច្រើនសម្រាប់ឆាបន្លែខ្លះខ្ញុំកំពុងធ្វើសាច់ជ្រូកចំហុយនៅផ្ទះការធ្វើស្ករ caramelizing គឺងាយនឹងធ្វើឲ្យខូចណាស់មានវិធីខ្ជិលច្រអូសមួយដើម្បីបន្ថែមស្ករស្មួយក្តាប់ដៃយឺតចូលយើងចៀនវាជាមួយគ្នារហូតដល់វាលាយមើលរបស់ទាំង5នេះពណ៌នៃសាច់ជ្រូកប្រៃគឺដូចគ្នាវានៅខាងលើហើយវាមិនងាយស្រួលទេក្នុងការធ្វើវាតាមវិធីនេះប្រសិនបើវាមានរសជាតិល្វីងសូមបន្ថែមខ្ទឹមបារាំងបៃតងខ្ញីនិងស៊ីណាម៉ុនស្លឹកអានីសផ្កាយស្លឹកប៉េយ៉ាម្ទេសស្ងួតនឹងបន្ថែមទឹកស៊ីអ៊ីវស្រា1ស្លាបព្រាបាយនិងទឹកស៊ីអ៊ីវខ្មៅបន្តិចកូរឲ្យសព្វបន្ទាប់ពីបន្ថែមពណ៌ក្មេងស្រីខ្ញុំមានគន្លឹះនិងវិធីសាស្ត្រខ្ញុំបានប្រាប់អ្នករួចហើយអំពីវីដេអូថ្ងៃនេះសូមចុចរូបបេះដូងក្រហមតូចមួយបានទេតើអ្នកអាចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តខ្ញុំបានទេខ្ញុំនឹងដឹងពីយ៉ាងជ្រាលជ្រៅនឹងលាបពណ៌រួចចាក់ចូលស្រាបៀរ1កំប៉ុងរួចចាក់ទឹកឲ្យគ្រប់គ្រាន់ដើម្បីគ្រប់វាដាំទឹកឲ្យពុះសម្រាប់គ្រឿងផ្សំបន្ទាប់មកគ្រប់ដោយគម្របដាំឲ្យពុះលើភ្លើងតិចរយៈពេល40នាទីបន្ទាប់មកដាក់ដុំសណ្តែកស្ងួតដែលត្រាំរួចចូលរួចបន្តដាំឲ្យពុះរយៈពេល10នាទីទៀតដើម្បីឲ្យវាដំបងទៅហ៊ូស្ងួតដែលត្រាំក្នុងស៊ុបមានរសជាតិឆ្ងាញ់ណាស់នេះថែមទាំងឆ្ងាញ់ជាងសាច់ទៅទៀតសាច់ជ្រូកចំហុយមានជាតិខ្លាញ់ប៉ុន្តែមិនមានជាតិខ្លាញ់នឹងទន់ភ្លន់និងមានរសជាតិឆ្ងាញ់វាដូចជាប្រតិកម្មគីមីនៅក្នុងមាត់របស់ខ្ញុំមានវាហើយខ្ញុំនឹងរក្សាទុកវាសម្រាប់ពេល